ភាពខុសគ្នារវាង form ជំរុះដីប្រភេទនេះជាមួយនឹង form ជំរុះដីប្រភេទធម្មតាដែលធ្វើឲ្យខ្ញុំចូលចិត្តប្រើនៅតាមផ្ទះបងប្អូនហើយក៏ណែនាំទៅបងប្អូនយើងដែលគាត់ប្រើលាងឡានលាងម៉ូតូនៅតាមផ្ទះដូចគ្នាដែរនោះគឺវាមានសារធាតុបាសកម្រិត pH ទាបជាងជំរុះដីធម្មតាណាហើយបើនិយាយពីសារជាតិកាត់គឺវាអត់កាត់ដៃទេអញ្ចឹងហើយទៅ form នេះយើងប្រើដុសបានអញ្ចឹងបងប្អូនហើយវាមានបន្ថែមលាយជាមួយនឹង formalone ដែរបែបនេះហើយទើបយើងប្រើតែម្ដងគឺគ្រប់មុខងាររបស់វាហ្មងអញ្ចឹងមិនត្រឹមតែប៉ុណ្ណោះគឺកំហាប់របស់វាពពុះវាក្រាស់តែម្ដងលាយបាញ់ជាមួយនឹងកំប៉ុងបាញ់ form ប្រភេទសាកថ្មនេះចេញទៅដូចសម្លៃមកបងប្អូនហើយបើនិយាយពីប្រសិទ្ធភាពវិញគឺខ្ពស់មែនតើគ្រាន់តែយើងបាញ់ហើយបាញ់ទឹកជំរះទៅដូចអូសចេញពីឃ្លាំងអញ្ចឹងទៅឡានលក្ខណៈពិសេសរបស់វាតែមួយគត់ដែលខ្ញុំមិនអាចប្រែចិត្តទៅប្រើ form ផ្សេងបានគឺបើយើងលាងម៉ូតូមួយធ្លាប់ប្រើ form ធម្មតា 100ml ប្រើនេះតែ 50ml បាន